ការបិណ្ឌ14ណាគឺខ្ញុំទៅបាន3វត្តហើយគ្រួសារខ្ញុំមកខំឡើងពីឧត្តរមានជ័យមកសៀមរាបដើម្បីទៅវត្តជុំគ្នាតែម្ដងខ្ញុំបិណ្ឌឆ្នាំមុនគឺបានទៅឧត្តរមានជ័យតែខ្ញុំបិណ្ឌឆ្នាំនេះគឺថាមកធ្វើបុណ្យនៅសៀមរាបជុំគ្នាតែម្ដងនិយាយទៅបើថាមើលពីក្រោយមកគឺអត់ដឹងហាមួយណាម៉ាក់មួយណាកូនទេនេះបើសក់ឡើងតឹមគ្នាហើយហ្នឹងឥឡូវនេះខ្ញុំកំពុងទៅវត្តនៅចិនកោធំឯអ្នកគ្នានិយាយទៅគឺថតកាត់ឲ្យអ្នកគ្នាមើលទេដោយសារតែបានមានកម្រងនឹងថតវីដេអូឲ្យសោះហ្មងហើយឃើញថានៅសៀមរាបមានគេមកលេងច្រើនខ្លាំងមែនតើនិយាយពីថាតាមផ្លូវវិញគឺថាឡើងពេញហ្មងសុទ្ធតែឡានវត្តទី3ដែលខ្ញុំបានមកនេះគឺថារៀងឆ្ងាយតិចប៉ុន្តែបានមកហើយគឺថាឃើញទស្សនវិជ្ជាមួយដ៏ប្លែកតែម្ដងមានបងប្អូនណាខ្លះដែលបានទៅវត្តដូចខ្ញុំបានទៅកុំភ្លេចប្រាប់ខ្ញុំផងហើយថ្ងៃនេះគឺថាញ៉ាំបាយនៅវត្តហ្មងអ្នកគ្នាមិនងាយទេណាបានញ៉ាំបាយវត្តណាញ៉ាំបាយនៅវត្តឆ្ងាញ់ពេកគឺថាច្រាស់ក្រែមអស់លេងហ្មងឥឡូវហ្នឹងខ្ញុំមកធ្វើការថែមជាមួយនឹង Unit Plus សិនជាផលិតផលកូនខ្មែរហើយមានអក្សរខ្មែរទៀតហើយពណ៌ដែលខ្ញុំប្រើហ្នឹងគឺជាពណ៌ Fairy Melon ណាអ្នកគ្នាអញ្ចឹងនេះជារបៀបដែលខ្ញុំប្រើប្រាស់អ្នកគ្នាខ្ញុំលាបជាមួយពណ៌ស្ដាងហើយបានខ្ញុំដាក់ជាមួយនឹងពណ៌ Melon នៅកណ្ដាលឃើញស្អាតហ្មងណាទិញ Unit Plus នេះគឺជាណែនខ្លាំងមែនតើហ្មងបានរហូតដល់ទៅ2ពណ៌ក្នុងប្រអប់តែមួយហើយសំខាន់ណាស់ពណ៌របស់គេសិតតែស្អាតទាំងអស់ប្រើបានច្រើនកន្លែងហើយងាយស្រួលយកតាមខ្លួនទៀតហើយពេញពីវត្តក៏នាំគ្រួសារទៅលេងប្រាសាទនិព្វានអ្នកគ្នានិយាយទៅប្រាសាទនិព្វានគឺស្អាតខ្លាំងមែនតើហ្មងពេលដែលយើងដើរចូលទៅខាងក្នុងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរជូនបុណ្យដល់អ្នកគ្នាផងណាបាយបាយ